ដឹងទាំងអស់គ្នាថាមហារីកគឺកើតឡើងនៅក្នុងខ្លួនរបស់មនុស្សម្នាក់បានចាប់ផ្ដើមដំបូងបំផុតបណ្ដាលមកអំពីកត្តាបំរែបំរួល genetic mutation ប៉ុន្តែយើងសួរថាតើហេតុអីបានជាបណ្ដាលឲ្យមាន genetic mutation ដែលជាដើមហេតុដំបូងដែលអាចវិវត្តទៅរកកោសិកាមហារីកបានអញ្ចឹងវាមានពីរកត្តាធំទី1គឺកត្តារស់នៅរបៀបរបបរស់នៅបច្ចដ្ឋានដែលខ្លួនរស់នៅរបបអាហារកត្តាឆ្លងមេរោគ virus ផ្សេងអញ្ចឹងគេហៅ lifestyle នឹងរបៀបរបបរស់នៅរបស់ដែលយើងហូបជាប្រចាំថ្ងៃដាក់ចូលតាមមាត់ចូលតាមច្រមុះដកដង្ហើមអរិយាបថការងារការគេងការហាត់ប្រាណអីទាំងអស់ហ្នឹងគឺកត្តាចម្លង virus ទាំងអស់ហ្នឹងគឺជាកត្តាធំជាងគេដែលអាចបណ្ដាលឲ្យមនុស្សម្នាក់មានហានិភ័យខ្ពស់ high risk ឬក៏ low risk ដែលអាចវិវត្តទៅរកមហារីកក្នុងហ្នឹងដូចយើងដឹងត្រួសមួយចំនួនហើយបើយើងនិយាយពីកត្តា virus វិញវាមាន virus HPV virus hepatitis B hepatitis C HIV EBV ឡាក់ចឹងទៅហើយពាក់ព័ន្ធជាមួយរបបអាហារគឺអ្នកដែលគាត់ធាត់លើសទម្ងន់គឺមានហានិភ័យខ្ពស់ជាងអ្នកដែលគាត់ fit មួយទៀតអាហារដែលមានប្រូតេអ៊ីនខ្ពស់និងអាហារដែល fast food និងអាហារដែលបកកទុកហ្នឹងហើយអញ្ចឹងវាមានកត្តាមួយចំនួនអញ្ចឹងទៅប៉ុន្តែកត្តាមួយទៀតកត្តាទី2ដែលបណ្ដាលឲ្យមានបំរែបំរួល genetic ហ្នឹងគឺក៏គេឃើញថាជាកត្តាដំណក់ពូជព្រោះមានជំងឺមហារីកមួយចំនួនជាមហារីកដំណក់ពូជដែរប៉ុន្តែมันអាចនិយាយតាមមាត់ចឹងបានទេព្រោះឈ្មោះមហារីកដូចគ្នាតែមិនមែនអង្គុយតែ 100% ដឹងតែជាជំងឺដំណក់ពូជទេឧទាហរណ៍មហារីកពោះវៀនធំប៉ិតហើយមហារីកពោះវៀនធំមានមួយចំនួនគឺអាចដំណក់ពូជប៉ុន្តែទាល់តែវិភាគសែននៅក្នុងខ្លួនអ្នកជំងឺមហារីកនឹងសិនហើយវិភាគសែនលើសមាជិកគ្រួសារទៀតថាតើមានអ្នកជំងឺមហារីកនឹងមានបំរែបំរួលសែនណាមួយដែលជាសែនដែលអាចពំនាំជំងឺតំណពីមួយចំនួនទៅមួយចំនួនអត់អញ្ចឹងមិនមែនឈ្មោះមហារីកដូចគ្នាថាមហារីកដោះចុះមហារីកដៃស្បូនចុះមហារីកនឹងគឺអាចមាន